ឲ្យតែបានញ៉ាំគ្រឿងអាំងគ្រឿងបំពងចេះទោះបីជាឲ្យញ៉ាំរាល់ថ្ងៃក៏អត់តលាន់អត់ធុញទ្រាន់ដែរព្រោះដោយសារតែគ្រឿងបំពងចេះគឺត្រូវមែនតែនពេលល្ងាចឡើងចេញពីធ្វើការអីហ្នឹងណាត់មិត្តភ័ក្តិ2 3នាក់ទៅអង្គុយញ៉ាំជុំគ្នាបែបលក្ខណៈយើងនិយាយរឿងក្នុងចិត្តហើយសម្រាប់អ្នកដែលនៅរៀនសាលា IFL សាលា CITIC គឺប្រកាសជាបានស្គាល់ភិកច្រើនហើយព្រោះដោយសារនៅកន្លែងគាត់គឺល្បីមែនតែនគ្រាន់តែបង្ហាញខាងមុខហាងបែបនេះបងប្អូនយើងភិកច្រើនគឺប្រកាសជាបានស្គាល់ហើយគឺពងមាន់អាំងយុវវ័យសាខា IFL យើងនឹងពុកម៉ែបងប្អូនហើយសម្រាប់ Two Sister ថ្ងៃនេះគឺបានទៅជាមួយនឹង Boostrong យើងធ្វើដំណើរផ្លូវឆ្ងាយឬមួយក៏ដើរលេងហើយជាពិសេសអាកាសធាតុក្តៅអញ្ចេះបានញ៉ាំជាមួយនឹងភេសជ្ជៈ Boostrong គឺធ្វើឲ្យមានកម្លាំងស្មារតីរឹងមាំភ្លាមពេញមួយថ្ងៃតែម្ដងណាជាពិសេសហ្នឹងគឺយើងធ្វើដំណើរទៅញ៉ាំប្រហិតបំពងនេះពុកម៉ែបងប្អូនរៀងស្ទះផ្លូវរៀងអីអស់កម្លាំងហ្នឹងគឺកោះ Boostrong មកឆាច់មកមានកម្លាំងព្រឹសហ្មងហើយនៅកន្លែងគាត់គឺមានលក់គ្រឿងបំពងគ្រឿងអាំងច្រើនមែនតើមានជាប្រភេទកង្កែបក៏ដូចជាស្លាមមាន់អាំងនិយាយទៅអ្នកដែលជាមួយស្គាល់ភិកច្រើនហ្មង Twister មិនចាំបាច់ថាអธิบายច្រើនទេព្រោះដោយសារតែនៅកន្លែងគាត់នេះគឺបើកលក់មកយូរឆ្នាំហើយសម្រាប់ទីតាំងអ្នក Twister ទៅនេះគឺជាសាខាទី2របស់គាត់ណាដែលនៅជិតជាមួយនឹងសាខាទី1ដែរទេអត់មានតាណាឆ្ងាយទេគ្រាន់តែថាសាខាទី2របស់គាត់នេះរៀងធំទូលាយជាងមានតុកៅអីច្រើនជាងអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនចង់ទៅសាខាទី1ក៏បានមកសាខាទី2ក៏បានដែរសម្រាប់ Two Sister គឺចូលចិត្តជាមួយនឹងគ្រឿងបំពងនៅកន្លែងគាត់មែនតើគាត់បំពងបានស្រួយល្អជាពិសេសហ្នឹងគឺថាម្សៅនៅពេលដែលដាក់បំពងជាមួយនឹងប្រហិតអញ្ចឹងគឺថាខំចូលជាតិគ្នាបានល្អមែនតើហើយអ្វីដែលពេលភ្ញៀវភិកច្រើនទៅដល់កម្រនឹងរំលងហ្នឹងគឺជាប្រភេទពងមាន់អាំងរបស់គាត់ណាយើងដាក់ជាមួយនឹងខ្ទឹមជ្រក់ក៏ដូចជាអំបិលម្រេចអញ្ចឹងមកគឺឆ្ងាញ់មែនតើសម្រាប់អ្នកដែលចូលចិត្តញ៉ាំឆ្អិនអីគឺអាចខំងគាត់ទៅប៉ុន្តែសម្រាប់ Twister វិញគឺចូលចិត្តបែបអញ្ចឹងពុកម៉ែបងប្អូនរៀងអត់ទាន់ឆ្អិនល្អអញ្ចឹងណាដាក់ជាមួយនឹងអំបិលម្រេចចេះមកគឺជាតិមែនតើញ៉ាំហើយមានកម្លាំងព្រឹសហ្មងហើយផ្សិនម្ជុលនៅកន្លែងគាត់ក៏ឆ្ងាញ់ដែរយើងអាចជ្រលក់ជាមួយនឹងទឹកជ្រលក់អញ្ចេះមកគឺថាជាតិហ្មងផ្សិនម្ជុលនៅកន្លែងគាត់គឺអត់ក្រៀមខ្លាំងពេកទេអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺប៉ះជាមួយនឹងផ្សិតតុននឹងឆ្ងាញ់បើសិនជាពពងក្រៀមខ្លាំងពេកគឺអស់ជាតិហើយអញ្ចឹងសម្រាប់អ្នកដែលបានឃើញវីដេអូនេះហើយចង់ទៅញ៉ាំគឺអាចទៅបានដែលនៅកន្លែងគាត់ហ្នឹងគឺមានបើកលក់ចាប់ពីម៉ោង2ថ្ងៃត្រង់រហូតដល់ម៉ោង10យប់ណាចំពោះទីតាំងវិញគឺនៅជិតសាលា IFL ក្រោយហាង Domino Pizza នៅជិតជាមួយនឹងសាខាទី1របស់គាត់ទេហើយសម្រាប់អ្នកដែលជាមួយចាស់គឺដឹងច្បាស់ហ្មងឲ្យថាខ្ទង់ម៉ោង4ម៉ោង5ល្ងាចអីគឺណែនហើយនិយាយទៅគឺថាភ្ញៀវរបស់គាត់ច្រើនមែនតើហើយអញ្ចឹងសម្រាប់វីដេអូរបស់ Two Sister មានតែប៉ុណ្្នឹងទេកុំភ្លេចសាកទៅញ៉ាំទាំងអស់គ្នាហើយបើថាធ្វើដំណើរផ្លូវឆ្ងាយទៀតកុំភ្លេចញ៉ាំជាមួយនឹង Boostrong ញ៉ាំភ្លាមមានកម្លាំងភ្លាមតែម្ដងហើយធ្វើឲ្យយើងស្វាងងុយគេងទៀត